ជ្រាបសួរស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺមកបញ្ចូលសលេងទៀតហើយនេះគឺជាសកម្មភាពពេលតនេរបស់ខ្ញុំគឺមានអីទេក្រៅពីទៅស្រែនឹងឯងបងប្អូនតែមិនស្រែខ្លួនឯងណាស្រែគេទេប៉ុន្តែគឺថាទៅដើរលេងតែម្ដងណាចាំបងប្អូនអាចមើលតែសភាពបានគឺនៅតាមស្រែពេលគេធ្វើស្រែគេជ្រោតស្រែហើយគឺស្អាតខ្លាំងមែនតើបងប្អូនអាចមើលខ្លួនឯងបានមកខ្ញុំ review ក៏ដឹងថាស្អាតប៉ុណ្ណាដែរហើយតិចទៀតឃើញផ្លូវពេលជិះទៅគឺថាកន្លែងខ្លះគឺវាស្រួលជិះប៉ុន្តែកន្លែងខ្លះគឺវាអត់ស្រួលជិះដូចបងប្អូនឃើញទេពិបាកខ្លាំងមែនតើហើយផុកទៅពេលនឹងភ្លៀងអីចឹងណាបងប្អូនភ្លៀងចឹងទៅគឺវាពិបាកជិះនេះគឺថាមកជាហៀងទៀតនៃស្រែចឹងណាមកជាហៀងខាងនោះមិនគឺស្អាតមកជាហៀងនេះក៏ស្អាតដូចគ្នាដែរបងប្អូនហើយមានតាំងពីដើមថ្នោតដើមអីចឹងណាគឺនៅខាងភូមិរបស់ខ្ញុំគឺសម្បូរដើមថ្នោតមែនតើមែននៅខេត្តកំពង់ចាមអីណាបងប្អូនគឺថានៅបាត់ដំបងឯតិចទៀតពេលជីដល់មុខតិចទៀតបងប្អូនឃើញវត្តអីគេថាវត្តហ្នឹងគេហៅវត្តអង្គរនេះបងប្អូនផ្លូវរបស់យើងពេលជីទៅគឺថាអញ្ចឹងតែម្ដងពិបាកជីតែក៏វាមិនពិបាកខ្លាំងដែរបងប្អូនវាមុំស្រួលជីនេះខ្ញុំទៅមួយបងរបស់ខ្ញុំបងប្រុសមួយនិងបងស្រីមួយអញ្ចឹងបងប្អូនមើលតែផ្លូវទៅដឹងឯថាពិបាកជីឬក៏ស្រួលជីតាមបងប្អូនគិតថានេះគឺខ្ញុំមកដល់ចកាហើយចកាគឺថាសម្បូរមែនតើខ្លាំងមែនតើមើលតែបាត់ផ្លែទៅដឹងឯណាបងប្អូនផ្លែច្រើនខ្លាំងមែនតើតែម្ដងតិចទៀតខ្ញុំទៅមើលខាងក្រៅផ្ទះនេះសកម្មភាពពេលខ្ញុំបេះអាហ្នឹងគឺច្រើនពេកគឺខ្ញុំបេះបណ្ដោកុំឲ្យវាទុំរុះចោលអីចឹងណាបងប្អូនទៀតគឺសកម្មភាពខ្ញុំដើរទៅក្រោយដើម្បីមើលលហុងមើលអីដើមអំពៅអីហ្នឹងបងប្អូនមានទាំងអស់ហ្មងចឹងបងប្អូនអាចមើលបានតាមវីដេអូហ្នឹងចឹងចានេះគឺសកម្មភាពខ្ញុំដើរទៅខាងក្រៅនេះមានដើមចេកដែរបងប្អូនហើយតែគួនអីគេហ្នឹងគឺថាច្រើនខាងតែគឺថារបស់ធម្មជាតិទាំងអស់តែគួនខ្ញុំអត់ដែរបានបេះគឺវាចាស់អស់ហើយខ្ញុំដាំរៀងយូរដែរអញ្ចឹងបងប្អូនហើយតែខ្ញុំក៏មានដើមត្នោតដែរនេះដើមម្ទេសបងប្អូនពេលខ្ញុំស៊ូមហ្នឹងបងប្អូននេះម្ទេសផ្លែគឺថាល្អខ្លាំងមែនតើហើយគឺថាគ្មានខោជើងវែងអីទេគឺនៅផ្ទះគឺខ្ញុំចាញ់តែម្ដងនេះផ្លែចេកបងប្អូនមើលហើយល្អខ្លាំងមែនតើហើយនេះគឺសកម្មភាពខ្ញុំដើរទៅក្រៅចាំខ្ញុំដាក់សលេងស៊ីនឲ្យស្ដាប់កន្លែងហ្នឹងតិចបងប្អូននេះដើមក្រូចសើចថាអីក៏មានដែរកុំឃើញតែទូចឹងណាបងប្អូនដីទូចឹងមែនប៉ុន្តែមានសពគ្រប់ហើយកន្លែងនេះគឺថាម្ទេសខ្ញុំបេះថែមទៀតវារៀងស្ទើហើយមានលឹកបាសលឹកអីនៅនឹងដែរបងប្អូនអរគុណសម្រាប់ការទស្សនាវីដេអូនេះចឹងខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណជម្រាបលាបាយបាយ